ខ្មែរយើងដាំក្រូចឆ្មាបានច្រើនមែនតែនប៉ុន្តែទឹកក្រូចឆ្មាខ្មែរយើងអត់មានទេបាទរហូតលក់អត់បានទេកំងច្រើនថ្ងៃឯងពិបាកចូលស្តុកអត់មានគាត់ផលិតអត់តាន់ឃើញហើយបងប្អូនហើយបងប្អូនខ្មែរយើងដាំក្រូចឆ្មាច្រើនណាសង្ឃថាគ្រប់ផ្ទះណាក៏មានដើមក្រូចឆ្មាដែរប្រជាកសិករដែលគាត់ដាំក្រូចឆ្មាលក់បាទនៅពេលដែលទីផ្សារល្អតំណែងគាត់អាចលក់បានក្រូចឆ្មាអាចលក់បាន1គីឡូចន្លោះពី2500ទៅ4000តែនៅពេលដែលខ្សត់ខ្សោយលក់អត់ចេញឬក៏ជន់ជោខ្លាំងបាទរហូតអ្នកទិញអត់បានណាក្រូចឆ្មារបស់គាត់1គីឡូសល់តែ1000បាទ1000ហើយដូចខមមិនបងស្រីគាត់មានទាំងក្រូចឆ្មាទុកទុំជ្រុះចោលអត់ដឹងថាយកទៅឆ្នៃធ្វើម៉េចបាទអញ្ចឹងបើសិនជាបងប្អូនខ្មែរយើងនាំគ្នាចូលរួមកែច្នៃជាពិសេសទឹកក្រូចឆ្មាដែលឥឡូវហ្នឹងយើងពេលដែលមានចំនួនមួយខាងថៃខ្មែរយើងអត់ប្រើផលិតផលថៃអត់ប្រើទឹកក្រូចឆ្មារបស់ថៃទេរោទឹកក្រូចឆ្មារបស់ខ្មែរប៉ុន្តែរោងចក្រសហគ្រាសនៅក្នុងស្រុកខ្មែរមានតែមួយឬក៏ពីរទេដែលកំពុងតែផលិតទឹកក្រូចឆ្មាហ្នឹងបាទតែបំពេញតម្រូវការអត់ទាន់ទេបាទបំពេញតម្រូវការអត់ទាន់ទេអញ្ចឹងខ្ញុំលើកទឹកចិត្តបើសិនបងដែលគាត់មានលទ្ធភាពគាត់មានជំនាញគាត់មានចំណេះស្រាប់គាត់អាចបោះទុនធ្វើអាហ្នឹងបានបើសិនជាយើងអាចបង្កើតរោងសច្ចៈសហគ្រាសខ្នាតតូចឬមធ្យមណាដែលអាចប្រម៉ូទិញក្រូចឆ្មាខ្មែរយើងមកឆ្នៃធ្វើទឹកក្រូចឆ្មាខ្មែរខ្ញុំគិតថាជាឱកាសល្អជាឱកាសពេលនេះគឺឱកាសល្អមែនតើព្រោះពាក់ឯកាម្ដងនេះខ្ញុំឃើញបងប្អូនខ្មែរយើងនាំគ្នាភ្លុកទឹកភ្លុកដីគ្រប់គ្រងផលិតផលខ្មែរហើយខ្ញុំជឿថាបងប្អូនខ្មែរយើងក៏នៅនឹងបន្តការគ្រប់គ្រងផលិតផលខ្មែរយើងដែរឲ្យតែផលិតផលខ្មែរយើងធានាបាននូវគុណភាពស្តង់ដារសុវត្ថិភាពណាហើយបើសិនបើបានតម្លៃធូរថ្លៃទៀតឬសមរម្យទៀតគឺបងប្អូនខ្មែរយើងគ្រប់គ្រងភ្លុកទឹកភ្លុកដីតែម្ដងកន្លងមកបងប្អូនខ្មែរយើងអត់ប្រើប្រាស់ផលិតផលខ្មែរគ្នាឯងដោយសារអីគាត់អត់សូវមានទំនុកចិត្តបាទខ្មែរយើងមួយចំនួនគាត់រកស៊ីអត់សូវស្មោះត្រង់អញ្ចឹងការគ្រប់គ្រងផលិតផលខ្មែរគឺអត់សូវមានទេភាគច្រើនប្រើប្រាស់តែផលិតផលនាំចូលប៉ុន្តែបើសិនជាបងប្អូនខ្មែរយើងអាចកែចំណុចហ្នឹងបន្តិចអាចព្យាយាមពង្រឹងលើគុណភាពស្តង់ដាររសជាតិតម្លៃហ្នឹងឲ្យបានខ្ញុំជឿថាបងប្អូនខ្មែរយើងអត់ងាកទៅណាឆ្ងាយទេគាត់គ្រប់គ្រងផលិតផលខ្មែរយើងហើយបើរោងចក្រខ្នាតតូចសហគ្រាសខ្នាតតូចដែលផលិតកែច្នៃក្រូចឆ្មាយើងទៅជាទឹកក្រូចឆ្មាបាន4-10កន្លែងខ្ញុំជឿថាទីផ្សារក្រូចឆ្មាខ្មែរយើងអត់ខ្វះទេបាទអត់ខ្វះទេព្រោះបច្ចុប្បន្ននេះខ្ញុំរហូតទឹកក្រូចឆ្មាលក់អត់បានទេកំងគេយូរហើយអត់មានបានលក់ទេហើយផលិតអត់តាន់បាទហើយបើសិនជាការកែច្នៃការផលិតហ្នឹងខ្ញុំគិតថាมันចំណាយច្រើនប្រហែលទេដូចខ្ញុំបង្ហាញនៅក្នុងវីដេអូនេះម៉ាស៊ីនមួយឈុតទេមួយឈុតនេះគឺខ្នាតតូចមែនតើបើបងមានលទ្ធភាពធ្វើគឺល្អមែនតើជួយជំរុញទីផ្សារក្រូចឆ្មាខ្មែរយើងហើយធ្វើការវេចខ្ចប់ធ្វើទីផ្សារឲ្យបានល្អវេចខ្ចប់ឲ្យស្អាតលក់ឲ្យបានតម្លៃល្អទៀតកាន់តែពិសេសដឹងតែបងប្អូនខ្មែរយើងគ្មានទៅណាឆ្ងាយទេនៅតែបន្តគ្រប់គ្រងផលិតផលខ្មែរយើងអញ្ចឹងបាទគ្មានអ្នកណាចង់ឲ្យសេដ្ឋកិច្ចក្នុងស្រុកយើងដុនដាបទេគ្មានពីណាដែលចង់ប្រើផលិតផលរបស់គេទេម្នាក់ចង់ឲ្យប្រទេសជាតិរីកចម្រើនដូចគ្នាហើយចង់បានរបស់ល្អតម្លៃល្អយកមកទទួលទានដូចគ្នាឲ្យតែយើងធ្វើចំណុចហ្នឹងបានណាហើយពិសេសខ្ញុំសង្កត់ធ្ងន់ខ្លាំងគឺបងប្អូនផលិតឲ្យបានល្អហើយកុំភ្លេចធ្វើទីផ្សារឲ្យបានល្អផងជាពិសេសការវេចខ្ចប់ឲ្យបានស្អាតមកអ្នកខ្លះអត់សូវយកចិត្តទុកដាក់កន្លែងហ្នឹងទេចំណុចហ្នឹងអត់សូវយកចិត្តទុកដាក់ទេអញ្ចឹងហើយផលិតផលចេញមកហើយគុណភាពល្អហើយប៉ុន្តែការវេចខ្ចប់មកអន់បាទការវេចខ្ចប់មកអត់តាក់ទាញការវេចខ្ចប់មកសាមញ្ញធ្វើទីផ្សារអត់ត្រឹមត្រូវឬក៏អត់ចំចំណុចគឺអត់ផ្ទុះទេអត់មានការគ្រប់គ្រងទេជាពិសេសផ្នែកលក់ខ្សោយទីផ្សារខ្សោយគឺបងប្អូនលក់ខ្សោយហើយបាទទោះជាពួកខ្ញុំចង់ជួយលក់តែផ្នែកលក់បងតាក់ទងពិបាកនិយាយគ្នាមិនបានគឺពិបាក